អ្វីបានជា Zoro យល់ព្រមចូលរួមក្រុមជាមួយនឹង Luffy Zoro គឺពិតជាសំណាងនៅពេលដែលគេបានស្គាល់ Luffy ដោយសារតែ Luffy គឺជាមនុស្សម្នាក់ដែលមានគោលដៅធំហើយមិនបោះបង់គោលដៅរបស់ខ្លួននិងគាំទ្រជួយគេដោយគ្មានលក្ខខណ្ឌនៅពេលដែល Luffy ជួយ Zoro នៅ Seal Town Luffy បានសន្យាថានឹងមិនធ្វើអ្វីដែលប៉ះពាល់ឬរំខានដល់បេសកកម្មរបស់ Zoro ក្នុងការក្លាយទៅជាវីរបុរសគុណដៅហើយ Zoro ក៏បានទទួលយកភាពស្មោះត្រង់របស់ Luffy ហើយនិង Zoro គឺមានគោលបំណងធំស្រដៀងគ្នាដោយ Luffy គឺចង់ក្លាយទៅជាមនុស្សកំពូលនៅក្នុងវិស័យរបស់ខ្លួនហើយ Luffy បានបដិញ្ញាចិត្តថានឹងក្លាយទៅជាស្ដេចចៅសមុទ្រនៅថ្ងៃអនាគតចំណែកឲ្យ Zoro វិញគេចង់ក្លាយទៅជាវីរបុរសគុណដៅដែលយើងហៅថា World Greatest Swordman Zoro យល់ថានៅពេលដែលគេនៅជាមួយ Luffy គេនឹងមានឱកាសឈានទៅដល់គោលដៅរបស់ខ្លួន Zoro មើលឃើញថា Luffy មិនមែនជាមនុស្សធម្មតាទេដោយសារតែ Luffy គឺបានបង្ហាញកម្លាំងឆន្ទៈនិងស្មារតីជាអ្នកដឹកនាំដ៏រឹងមាំរបស់គាត់ដែលធ្វើឲ្យ Zoro មានអារម្មណ៍ថាខ្ញុំចង់ឆ្ពោះទៅរកកំពូលខ្ញុំត្រូវតែជិះនៅនាវាដែលដឹកនាំដោយមនុស្សមានសមត្ថភាពដូចនេះនៅពេលដែល Luffy ណែនាំ Zoro ឲ្យចូលក្រុម Pirate ជាមួយខ្លួនពីដំបូង Zoro មិនសូវពេញចិត្តនោះទេដោយសារតែ Zoro គឺជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរហើយមិនចង់ខ្លាចទៅជាចៅសមុទ្រដែលត្រូវបានគេដេញចាប់គ្រប់ពេលនោះទេប៉ុន្តែដោយសារតែ Zoro គាត់ចង់បន្តសេចក្តីសុបិនរបស់គាត់ទើបគាត់សម្រេចចិត្តចូលក្រុមជាមួយនឹង Luffy ហើយមួយទៀតគឺដោយសារតែ Luffy គឺជាមនុស្សម្នាក់ដែលមានឆន្ទៈមោះមុត Zoro សម្លឹងឃើញថា Luffy មិនមែនជាចៅសមុទ្រធម្មតាទេហើយគេគិតថា Luffy នឹងនាំគេទៅដល់គោលដៅនិងកិត្តិយសរបស់ខ្លួន Zoro គឺជាមនុស្សដែលមានចិត្តរឹងរូសប៉ុន្តែគាត់ដឹងថាមនុស្សដែលមានអត្តចរិតដូច Luffy ស្មោះត្រង់មានសេចក្តីសុបិនហ៊ានសម្រេចគ្មានការច្រណែននឹងការទទួលខុសត្រូវអាចបង្កើតក្រុមអាចជួយគ្នាដល់ទីបញ្ចប់តែពិតចុងក្រោយដែល Zoro យល់ព្រមចូលរួមជាមួយនឹង Luffy ការចូលរួមក្រុមជាមួយនឹង Luffy គឺមិនមែនជារឿងចៃដន្យទេប៉ុន្តែវាគឺជាការសម្រេចចិត្តដ៏ល្អិតល្អន់របស់ Zoro Roronoa Zoro ដឹងថាជីវិតអ្នកប្រយុទ្ធគឺត្រូវការផ្លូវដើរមួយហើយ Monkey D. Luffy គឺជាផ្លូវតែមួយគត់ដែលអាចនាំគាត់ឆ្ពោះទៅកាន់គោលដៅរបស់គាត់ Zoro គឺជ្រើសរើសនិងសុខចិត្តដើរជាមួយនឹង Luffy ដោយសារតែ Luffy អាចធ្វើឲ្យក្តីសុបិនរបស់គាត់คล้ายទៅជាការពិតសរុបមកនេះគឺជា7ចំណុចខ្លីៗដែលអាចឲ្យអ្នកទាំងអស់គ្នាងាយយល់ជាងការស្ដាប់អំបញ្ញមិញ 1. ការគោរពសន្យានិងសុចរិតភាពរបស់ Luffy 2. ការមានក្តីសង្ឃឹមនិងសេចក្តីស្រមៃស្រដៀងគ្នាដោយសារតែពួកគេមានក្តីស្រមៃស្រដៀងគ្នាបែបនេះហើយទើបធ្វើឲ្យពួកគេយល់ព្រមចូលរួមដើរជាមួយគ្នា 3. ការទទួលស្គាល់ថា Monkey D. Luffy មិនមែនជាចៅសមុទ្រធម្មតា 4. ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ Zoro 5. Luffy គឺជាមនុស្សដែលមានភាពស្មោះត្រង់ 6. Luffy គឺជាមនុស្សដែលអាចដឹកនាំគាត់ឲ្យសម្រេចក្តីសុបិនរបស់គាត់ហើយជាចុងក្រោយគឺការចង់សម្រេចក្តីសុបិនរបស់ខ្លួនអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយវារៀងខ្លីបន្តិចទេអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងខ្ញុំមកជឿស្ដាយខ្លាំងមែនតើអូខេកុំភ្លេចចុច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយអ្នកទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតហ្នឹងហើយបាយបាយ